ជាអស្ចារ្យណាស់បងប្អូនទាំងអស់គ្នាលុយខ្មែររបស់យើងដែលមានកដាស់2000រៀលដែលមានលក្ខណៈសម្គាល់ប្រាសាទព្រះវិហារនៅក្នុងកដាស់ប្រាក់គឺអាចដាក់លក់នៅក្នុងប្រព័ន្ធអនឡាញគូប៉ាំងរបស់ប្រទេសកូរ៉េដែលមានតម្លៃរហូតដល់81000 ប៉ុណ្ណប្រហែលជាថា$70ដែរបងប្អូននេះគឺជាតម្លៃដែលខ្ពស់ណាស់គឺជារូបិយប័ណ្ណមួយដែលមានលក្ខណៈពិសេសដែលដាក់នៅក្នុងនោះគឺមានការអបអរសាទរទៅដល់ចំណងការទូតរវាងប្រទេសខ្មែរនិងប្រទេសចិនរយៈពេលខួប60ឆ្នាំឆ្នាំ1958ដល់ឆ្នាំ2018បងប្អូននេះគឺជារឿងមួយដែលអស្ចារ្យដែរដែលលុយខ្មែរយើងដាក់លក់នៅក្នុងប្រទេសកូរ៉េបាននៅលើប្រព័ន្ធអនឡាញដែលល្បីហើយលុយខ្មែរតម្លៃត្រឹមតែ2000រៀលទេបើយើងគិតលុយកូរ៉េឥឡូវនេះប្រហែលជាមិនដល់1000វ៉ុនផងបងប្អូនហើយអាចលក់បាននៅក្នុងតម្លៃរហូតដល់$70ប្រហែលជាថា730,000រៀលលុយខ្មែរបងប្អូនគឺច្រើនខ្លាំងណាស់នេះចំនួនមួយដោយសារតែវាមានលក្ខណៈពិសេសទី1គឺជាលុយរូបិយប័ណ្ណกระดาษប្រាក់ដែលមានប្រាសាទរូបប្រាសាទព្រះវិហារហើយនឹងមួយទៀតគឺមាននៅការដាក់កំណត់សម្គាល់ជាភាសាចិនក៏ដូចជាភាសាខ្មែរដែលមានន័យថាការរំលឹកខួបនៃខួបចំណងការទូតរវាងប្រទេសចិននិងប្រទេសខ្មែររយៈពេល60ឆ្នាំដែលចាប់តាំងពីឆ្នាំ1958រហូតមកដល់ឆ្នាំ2018គឺជាចំណងការទូតដ៏រឹងមាំរវាងប្រទេសកម្ពុជាជាមួយនឹងប្រទេសចិនអញ្ចឹងហើយនៅក្នុងប្រព័ន្ធអនឡាញរបស់ប្រទេសកូរ៉េគឺគេអភិរក្សกระดาษប្រាក់ដែលដូចជារូបិយប័ណ្ណក៏ដូចជាបានន័យថាវប្បធម៌ក្នុងការថែរក្សាវប្បធម៌អីមួយអញ្ចឹងបងប្អូន